បាទជំរាបសួរពុកម៉ែបងប្អូនអមតេជ័យពូមីនទាំងអស់គ្នានេះគឺជាសកម្មភាពរបស់សាផ្សាក្រុមសមាគមចង់បើផ្ទះបាយមេត្តាបានធ្វើដំណើរក៏ដូចជាទៅធ្វើយុទ្ធនាការចំអិនអាហារជូនក្មេងៗនៅខាងខេត្តសៀមរាបបាទនៅខាងស្រុកស្វាយលើពុកម៉ែបងប្អូនទាំងអស់គ្នាបាទជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងចេញដំណើរទៅខាងខេត្តសៀមរាបបាទជួបគ្នាថ្ងៃស្អែកនៅសៀមរាបពួកយើងធ្វើដើម្បីក្មេងៗពួកយើងធ្វើដើម្បីសប្បុរសធម៌ហើយនេះពេលនេះគឺខ្ញុំនៅទីតាំងនៅអូឡាមចាហើយឥឡូវពួកយើងចេញដំណើរទៅហើយស្អែកឡើងយើងជួបគ្នានៅខាងសៀមរាបតើការទីសិននៃបងមានកំទាកូនមួយសាច់គោអាំងសាច់ក្រអាំងបងហើយមានបើមិនមានតែបបតែគឺខាងមកទីអញគឺខាងនេះបានអូខេណាទីសិននៃបងហើយបាទបន្ទាប់ពីយើងធ្វើដំណើរមកយ៉ាងយូរក្រាន់ដែរពុកម៉ែបងប្អូនពីភ្នំពេញមកដល់ខាងខេត្តសៀមរាបហើយមកខាងស្រុកស្វាយលើពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏យកមិញនេះក៏យើងបានផាត់ធីលើឡានតិចតួចដែរចឹងហើយទៅក៏បាទសាប់រៀងសរៀងអស់កម្លាំងឲ្យដែរដោយសារតែសាប់ចង់ភៅសមាគមតែបាយមេតាក៏ពួកគាត់សិតតែជួបរវល់នឹងការងារប៉ុន្តែពួកយើងឆ្លៀតណាពុកម៉ែបងប្អូនឆ្លៀតមកដើម្បីឲ្យបានជុំគ្នានឹងធ្វើឲ្យក្មេងៗគាត់បានញ៉ាំអាហារដែលឆ្ងាញ់ៗបាទនេះមកដល់នេះគឺយើងចាប់ដើមបាទញ៉ាំ breakfast បងប្អូនបាទនេះគឺយើងរងចាំកាទៀវបាទមានកាទៀវមានទឹកស៊ុបមានបបរមានអីណាបងប្អូនហើយក៏អរគុណដល់បងស្រីម្ចាស់ហាងដែរដែលគាត់ឲ្យខ្ញុំបានចូលថតដល់ចក្រានណាបងប្អូនអូគាត់ប្រកែធ្វើណាបងប្អូនខ្ញុំដៃញាប់ជើងភ្ញៀវចូលប្រហែលចូល30នាក់ជាងនេះក៏គាត់ស៊ីផុយបងប្អូនម្នាក់ឯងហើយក៏មានក្មួយនឹងបងប្រុសគាត់ជួយគិតលុយគិតអីចឹងណាបងប្អូនបាទអានេះស្នើក៏បាទសេបដំសេបតុលាបាទនេះក៏សេបបូបាទហើយសេបបាទនេះសេបវ៉ាន់ឆើបាទក៏បានបបមុនគេណាបងប្អូននោះមុខរិចណាបងប្អូននេះបាទនេះក៏បាទបងស្រីបាទបងចាជីបាទខ្ញុំអត់ដែលដឹងលីងបាទទៅដល់សៀមរាបហ្នឹងក៏បានជួបប្អូនគាត់បាទក៏សិតតែជាតារាល្បីបាទដែលបានជួបណាបាទនេះក៏សែមនីបាទអូសង្ហាណាបងប្អូនបាទក្តីរីករាយក្តីស្រឡាញ់បាទនេះសែវាសនាបាទជាទីប្រឹក្សាណាបងប្អូនហើយក៏គាត់ទទួលបានមេដាយនៅក្រៅប្រទេសថ្មីដែរបាទនេះក៏បាទសាប់ចន្ទរាដែលជាប្រធានរបស់ផ្ទះបាយមេត្តាបាទនេះក៏បានបបបាទក៏ប្រសាដោយក្តីស្រឡាញ់ដោយក្តីរីករាយបាទនេះក៏បាទតកង់ដៃស្មាត់របស់ខ្ញុំណាបងប្អូនបាទនេះសេបកំសត់បាទនៅក្រៅកំសត់ដូចឈ្មោះចឹងណាបងប្អូនប៉ុន្តែនៅក្រៅបាទសង្ហាហើយរុះរាយណាបងប្អូនទាំងអស់គ្នាបាទនិយាយលេងទេបាទបងប្អូនទាំងអស់គ្នាឥឡូវយើងមកដល់ហើយបាទយើងមកដល់ចូលមួយសាបាទពងថតរូបឥឡូវពួកយើងមកដល់ហើយមកដល់ខេត្តសៀមរាបហើយខាងហើយលើបាទបន្ទាប់ពីយើងញ៉ាំអាហារញ៉ាំប្រផាពេលព្រឹកហើយយើងក៏មកដល់ខាងសាលាបាទមកដល់ក៏ឃើញក្មេងៗពួកគាត់កំពុងសោះស្រូបអាហារពេលព្រឹកបាទនេះតកង់ឡានដៃស្មាត់របស់ខ្ញុំបងប្អូនបាទនេះបងស្រីបាទក៏កាត់បានមកចូលរួមជាមួយដែរបាទនេះក៏សែបក៏ចាប់ដើមបាទលើកមីលើកតុកលើកអីលើកចានលើកឆ្នាំងណាបងប្អូនបាទនេះសកម្មភាពយើងនៅក្នុងសាលារៀនបាទនេះក៏មកជួបជាមួយនឹងអ្នកគ្រូនាយកបាទជួបក្រៅស្រស់ស្អាតណាបាទស្រស់ស្អាតមែនទែនបាទនេះបងកូទីបាទដែលគាត់បានមកសំណេះសំណាលជាមួយនឹងអ្នកគ្រូអញ្ចឹងទៅបាទនៅខាងសាប់សារ៉ាត់ដែលជាទីប្រឹក្សាបាទក្រុងផ្ទះបាយមេត្តាបាទខ្លះមែនតែបងប្អូនយើងខំប្រឹងជួយគ្នាម្ដាយមួយជើងម្នាក់បាទទាំងក្មេងៗលីទឹកសុទ្ធលើកចានលើកឆ្នាំងអូលើកសាប់គ្រប់អស់ហើយបងប្អូនហើយនេះបាទខាងធីមស្រីបាទខាងចែចែនេះក៏បាទចាប់ដើមរៀបចំយកសោះយកអីទៅរៀបចំឲ្យបងប្អូនបាទនេះខាងចុងភៅប្រប្រុសម្ដងបាទសែបបាទក៏ញាប់ដៃញាប់ជើងបាទយើងថ្ងៃនេះក៏យើងមានហោដកបងប្អូនបាទយើងមានមីឆាបែបការ៉េមានហោដកមានអីចឹងទៅបាទហើយនេះក៏បាទចាប់ដើមរៀបចំបាទហើយនេះក៏យើងចាប់ដើមរៀបចំទឹកសលក់ក៏ដូចជារៀបចំនៅគ្រឿងទេសដែលយើងត្រូវញ៉ាំជាមួយនឹងមីឆាបែបការ៉េនិងហោដកហើយនឹងស្លាក់មាន់បាទហើយនេះក៏បងស្រីបាទនិងចាបាទក៏គាត់ចាប់ដើមរៀបចំទុកដាក់បិចសភៅដើម្បីឲ្យក្មេងៗបាទនេះក៏បាទក៏សែបចាប់ដើមធ្វើសោះបងប្អូនបាទនេះក៏យើងមានធ្វើសោះដើម្បីស្រោចលើ
มีชาแบบเกรประมาณบนมีชาแบบเกรในกลิ่นเพลย์เมื่อนั้นประมาณบนให้ก็มีประมาณบนเป็นมนต์บานสู้น้ำจราแน่ทาเคยแต่ใบชาบานสารเนี่ยก็ยังบานมาดาสกัดซิมเรียบก็ยังอับบานยังอับเกรดล่างมาเกรดตีนะประมาณบนบานเจริญดิบานนี่ก็ยังมีหลับมวนมีไอจังเตยบักไม่ปกติจุดจัดมันเต้นบานนี่ใช้มาบานก็กับบานดิบจอมบานเอาไปแดงให้ยังจะอันให้บานนี่ก็จับใจรวมสามัคคีគ្នាជាកម្លាំងបានចាប់ដើមបាទចាប់មីចាប់អីចឹងទៅហើយក៏យើងរៀបចំបាទស្រោចសោះស្រោចអីចឹងណាបងប្អូនមានហដកមានឡាប់មន់មានអីចឹងទៅណាបាទបន្ទាប់ពីនោះហើយក៏បាទលោកអញ្ញានិងលោកជំទាវក៏បានមកដល់ដែរបាទในក្រុមការងារបាទដូចជាលោកប្រធាននិងសមាគមតែបាយមេត្តាទាំងអស់និងក្រុមទីប្រឹក្សាបាទក៏បានមកទទួលលោកអញ្ញានិងលោកពូអ្នកមីងដែលគាត់បានមកចូលរួមផងដែរបាទនឹងក៏ជាដំណើរបានមកដល់ហើយក៏បាទសម្រាប់អាហារក្មេងៗនោះក៏បាទសាប់ចុងភៅក៏បានរៀបចំខ្លះដាក់នៅតុណាប្រហែលបងប្អូនតើគ្នាប៉ុន្តែសារនេះយើងមាន2វគ្គបាទក្មេងៗយើងមានចំនួនច្រើនចឹងទៅក៏យើងរៀបតុអត់ទេតែយើងបានដែរបានតាមមកលុបតាមអីយ៉ាងណាប្រហែលបងប្អូនដល់ក្តីស្រឡាញ់បាទដល់ក្តីស្រឡាញ់ដល់ក្តីរីករាយហើយប្រហែលបងប្អូនដែលបានទស្សនាវីដេអូនេះខ្ញុំបាទសូមលើកម្រាមដៃ10ជូនបងកុសលដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីទទួលយកនូវមគ្គផលកុសលផាបុណ្យទាំងអស់នេះដែលក្រុមការងារក៏ដូចជាក្រុមសមាគមតែបាយមេត្តានិងលោកអញ្ញាអ្នកអញ្ញាបាទទាំងអស់ក្រុមការងារទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះបាទជូនបុណ្យជូនកុសលដល់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះផងដែរបើសិនជាពុកម៉ែបងប្អូនចិត្តចង់ចូលរួមបាទមិនថាជាកញ្ចប់អ្វីឬក៏ជារបស់ប្រើប្រាស់នឹងការចំណីអាហារអាចតាក់ទងទៅខាងតែបាយមេត្តាបានបាទអរគុណបងប្អូនជម្រាបលាបាយបាយ